ពីព្រោះមនុស្សចិត្តតើតែមនុស្សហ្នឹងគឺមគ្គហើយនឹងឧស្សៈម្នាក់ហ្នឹងគឺចិត្តណាឧស្សៈហ្នឹងប្រែតែខ្ពង់ខ្ពស់អ្នកដែលមានចិត្តខ្ពង់ខ្ពស់ហ្នឹងហៅថាមនុស្សណាម្នាក់មโนហ្នឹងចិត្តហើយចឹងណាឧស្សៈឧពេញតួសជាងសណាឧហ្នឹងឧពេញតួហ្នឹងវាមកជាស្រៈឧមកស្រៈនិស័យទៅណាធ្វើឲ្យទៅជាមនុស្សទៅណានឹងប្រែថាចិត្តពងពោះចឹងណាក្រគឺពេញក្រហើយដែលស្លាប់ពីមនុស្សនឹងទៅនរកមកចន្លោះពុទ្ធអីចឹងទៅរួចទៅមកជាប្រែតទៅមកជាតិរិឆានទៅមិនងាយទេមិនងាយមានកុសលចិត្តណាដើម្បីឲ្យបានបដិសន្ធិជាមនុស្សវិញឡើយឥឡូវយើងបានជាមនុស្សហើយអត់ឃ្លានមានក្រអីក៏ដោយកុំឲ្យតែក្របន់ណាតែណាញាតិញោមបងប្អូនកូនចៅស្រីប្រុសទាំងអស់កុំឲ្យយើងក្របន់យើងធ្លាប់នៅក្នុងវដ្តសង្សារហ្នឹងគឺវិលវល់សម្បើមណាស់ឥឡូវបានជាមនុស្សឲ្យជាអ្នកតាំងចិត្តថាធ្វើម៉េចឲ្យជាអ្នកធ្វើទានរក្សាសិលដឹងគុណមេត្តាបិតាហើយខំស្ដាប់ពធឲ្យឃើញប្រយោជន៍ដល់ខ្ពង់ខ្ពស់ក្នុងពុទ្ធសាសនាដែលព្រះអង្គត្រាស់ដឹងឡើងក្នុងលោកនេះដល់ក្រៃលែងណាស់ហើយពធហ្នឹងមានមកដល់អញ្ចឹងស្រុកស្រែជនបទអីក៏មានព្រះអង្គយាងមកប្រោសតាមរយៈបត្រៃបីដកដែលយើងមាននឹងដែលមានប្រសង់បួសរៀនសិក្សាឲ្យកូនចៅបានយល់ដឹងថាតើអ្វីជាតួពុទ្ធសាសនាគឺសិលសមាធិបញ្ញាហើយព្រះអង្គទ្រង់សម្ដែងឲ្យយើងទាំងអស់គ្នានឹងឯងបានស្គាល់ខ្លួនឯងតាមសេចក្តីពិតដើម្បីលះបង់មានអ្នកដែលប្រកាន់ខ្លួនឯងតាមការលើកតម្កើងតាមលៀបតាមយោះតាមឈ្មោះតាមកំណើតតាមជាតិអីហ្នឹងត្រូវឲ្យមកកំណត់ការពិតចិត្តចេតសិករូបហើយចិត្តចេតសិករូបនេះគឺវាផ្លាស់ប្ដូរទៅតាមបច្ច័យគ្រប់ពេលវេលាជួនកាលកុសលវិបាកជួនកាលអកុសលវិបាកចឹងទៅត្រូវដូរទៅតាមហ្នឹងកុំចេះតែប្រកាន់ថាយើងគ្រាន់បើចេះតែគ្រាន់បើនោះយើងជាមនុស្សក៏ចេះតែមនុស្សអាហ្នឹងដោយសន្មតទេប៉ុន្តែយើងវាមកសំខាន់ត្រង់ថាស្អីដែលមានពិតក្នុងជីវិតអាហ្នឹងហើយឲ្យឃើញថាជាធាតុឲ្យឃើញថាជាធាតុទោះជាកុសលក៏ធាតុអកុសលក៏ធាតុអព្យាក្រឹតក៏ធាតុឲ្យឃើញជាធាតុដោយព្រះអង្គទ្រង់ត្រាស់សម្ដែងថាបរោះនេះមានធាតុ6នឹងព្រះអង្គសម្ដែងដោយសង្ខេបគឺធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុវិញ្ញាណធាតុគ្រប់គ្នាទាំងអស់មានតែប៉ុណ្្នឹងឯងទោះជាមានការសន្មតទៅពងពោះរហូតដល់ទៅព្រះរាជាស្ដេចចក្រពត្តិទេវតាក៏ដោយមានតែ6ហ្នឹងធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុវិញ្ញាណធាតុចឹងទៅដល់យើងរស់នៅជាមួយធាតុរស់នៅជាមួយធម្មៈហ្នឹងគឺធាតុដែលព្រះអង្គសម្ដែងប្រាប់មានសេចក្តីសុខណាសុខព្រោះអត្តកម្មតែយើងវាត្រូវតែយ៉ាងនេះនោះណាដល់ចឹងទៅវាមានសេចក្តីសុខកន្លែងហ្នឹងតែញាតិញោមស្រីប្រុសបងប្អូនទាំងអស់បានស្ដាប់រឿយទៀតណារស់នៅជាមួយគ្នានឹងការពិតមិនប្រកាន់ប៉ុណ្ណាមានសេចក្តីសុខមកជំនួសប៉ុណ្ណឹងចឹងប្រព្រឹត្តទៅនឹងមិនតម្កើងខ្លួនឯងថាវាត្រូវតែអញ្ចេះវាត្រូវតែអញ្ចឹងទេគឺថាមានស្មារតីកំណត់ដឹងនៅការពិតនឹងឯងចឹងជាធាតុហ្នឹងចឹងគឺមានសេចក្តីសុខណាស់ហើយគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់សិតតែមានធម៌ដែលជាធម្មៈហ្នឹងណាដែលព្រះអង្គទ្រង់សម្ដែងហ្នឹងណាអត់មានអ្វីដែលមិនមែនជាធម៌ដែលព្រះអង្គទ្រង់សម្ដែងឲ្យយើងដឹងហ្នឹងទេដោយគ្រាន់តែយើងអត់ធ្លាប់ស្ដាប់ពធអត់ធ្លាប់សិក្សាថាតើធម៌ដែលព្រះអង្គសម្ដែងប្រាប់ហ្នឹងគឺជាស្អីដល់អញ្ចឹងទៅវាយើងវាយល់ខុសវាប្រកាន់ទៅក្នុងរឿងគេធ្វើយើងយ៉ាងនេះឲ្យយើងតោះចិត្តរឿងគេធ្វើយ៉ាងនោះឲ្យយើងពេញចិត្តតែតាមពិតសិតតែរូបសម្លេងក្លិនរសផតភៈធម្មរមនឹងប៉ុណ្ណឹងមានអីហួសពីនឹងទេណាហើយឃើញទៅឮទៅដឹងក្លិនដឹងរសដឹងផតភៈទៅវាមានស្អីហួសអំពីធាតុទាំង18ហ្នឹងបើយើងរៀបរាប់ធាតុឲ្យគ្រប់ទៅវាមាន18អត់មានពេលណាដែលមានស្អីលើសពីធាតុ18ហ្នឹងទេប្រុសស្រីអីរឿងរ៉ាវអីទាំងអស់គ្រាន់តែចិត្តគិតទេ
បង្រួញមកគឺចិត្តចេតសិករូបបង្រួញទៀតមកគឺរូបធម៌នាមធម៌អត់ដែលមានអីលើសពីរូបធម៌នាមធម៌ទេដែលកើតមានក្នុងជីវិតរបស់យើងរឿងរ៉ាវទាំងអស់គឺចិត្តទេដែលគិតដែលទៅជារាប់រយរឿងសម្រាប់ជីវិតហ្នឹងចិត្តគិត100រឿង1000រឿងក៏ដោយតែចិត្តតែមួយដួងតែដែលកើតឡើងគិតហ្នឹងជាមโนវិញ្ញាណធាតុរួចទៅរលត់អស់បាត់ទៅមានស្អីទៀតទេអញ្ចឹងបានថារស់នៅជាមួយធម៌មានសេចក្តីសុខព្រោះការមិនប្រកាន់ចំពោះធម៌ហ្នឹងចឹងណាចឹងប៉ុន្តែហើយដោយថាការស្ដាប់នៅពធជាការក្របបច្ចុប្បន្ននេះតាមទូរទស្សន៍តាមវិទ្យុណាមានគ្រប់ពេលគ្រប់ម៉ោងដូចម្ដេចបានជាព្រះអង្គថាក្រនឹងយើងត្រូវជ្រាបថាព្រះធម៌កើតមានតតែព្រះពុទ្ធបានត្រាស់ណាហ្នឹងគឺយើងត្រូវគិតពីរឿងសង្សារវដ្តពេលខ្លះមួយអាសង្ខ័យមហាកប្បព្រះពុទ្ធអត់មានបានត្រាស់ទេសញ្ញកប្បទាំងអស់ហើយតែព្រះពុទ្ធអត់ត្រាស់មានបានធម៌ណាចឹងណាហើយពេលនេះដោយសារមានពធមានពធដូច្នេះព្រះអង្គសម្ដែងក្នុងសង្សារវដ្តចឹងយើងខំប្រឹងស្ដាប់ពធហើយស្ដាប់ពធហ្នឹងមិនមែនថាត្រឹមតែឮហើយហ្នឹងឈ្មោះតែយើងស្ដាប់ពធហើយទេតែយើងស្គាល់ធម៌ហើយនៅធម្មៈដែលព្រះអង្គប្រកាសសម្ដែងឲ្យដឹងថាណែខ្លួនយើងហ្នឹងគឺជាស្អីគឺជាធម៌ជាខណ្ឌ5ឬអាយតនៈ12ឬក៏ធាតុ18ឬក៏ជាអរិយសច្ចៈឬក៏ជារូបធម៌នាមធម៌ដែលយើងស្ដាប់ធម៌ហ្នឹងតែយើងដឹងធម៌ហើយនៅយើងចេះធម៌ហើយនៅហើយនឹងអាចតម្កល់ខ្លួនឲ្យបាននៅក្នុងផ្លូវត្រូវប្រព្រឹត្តទៅជាកុសលហើយនៅដែលព្រះធម៌តែងតែដឹកនាំឲ្យចម្រើនទៅដោយគុណនិងសេចក្តីល្អទៅតាមការដែលបានយល់ពីហេតុផលនៃជីវិតហេតុនៃសេចក្តីវិន័យព្រះអង្គសម្ដែងប្រាប់យើងយល់ហេតុនៃសេចក្តីចម្រើនព្រះអង្គសម្ដែងប្រាប់យើងយល់យើងអ្នកស្ដាប់ធម៌ហ្នឹងតែយើងកិច្ចពីផ្លូវនៃសេចក្តីវិន័យដើរក្នុងផ្លូវនៃសេចក្តីចម្រើនហើយនៅអាហ្នឹងក្រអញ្ចឹងមិនមែនចេះតែឮហើយហ្នឹងថាបានស្ដាប់ហើយទេតែយើងស្ដាប់ធម៌ហ្នឹងយើងដឹងធម៌ហើយនៅហ្នឹងវាមានជំរឿទៅចឹងទៀតប៉ុណ្ណាហើយនេះខ្ញុំបាទឈ្មោះអុចប៊ុនរិទ្ធជាអនុប្រធានភូមិទាំងនៅរូង2ឃុំព្រៃតឡាចនេះអំសួរពីសខុមរូបមានប្រមាណហើយនិព្វានរូបមានប្រមាណហ្នឹងគឺរៀបរាប់ទៅច្រើនតាមព្រះអភិធម្មទៅណាមានសិភៅបើពុយក៏តែកាលណាចេញចឹងមកគឺយើងមានសិភៅរៀនបានណាអត់ល្អមានលោកគ្រូបង្រៀនចឹងទៅគ្រាន់តែសួរប្រមាណអញ្ចឹងមិនមានឱកាសទេបើយើងឆ្ងល់ក្នុងសង្គមរូបស្អីមួយអញ្ចឹងទៅអានឹងយើងសួរមកបើសួរអញ្ចឹងអានឹងវាតតែមានពេលវេលាដែលយើងត្រូវរៀនណាឬក៏ជាសំណួរដែលលោកគ្រូត្រូវសួរសិស្សគេណាឲ្យរាប់មើលសង្គមរូបមានប្រមាណនិព្វានរូបមានប្រមាណអានឹងអញ្ចឹងប៉ុន្តែខាងក្រោមនេះដែលបាលីថាសម្ភវេសីសត្វគឺសត្វដែលត្រាច់អង្កត់ស្វែងរកភពដែលខ្ញុំចង់សួរថាចន្លោះណាសម្ភវេសីនេះគឺសំដៅយកក្រៅពីព្រះអរហន្តដែលនៅមានអភិសង្ខារនៅកើតទៀតគេហៅថាសម្ភវេសីសត្វព្រះអរហន្តគឺឈប់កើតទៀតអត់មានជាតិជារាមរណៈតទៅទៀតទេហើយយ៉ាងទៀតក្នុងព្រះកថាសំដៅយកការដែលនៅក្នុងផ្ទៃនៃមេដាដូចជាយើងហៅថាជាតិលំពុជៈកំណើតហ្នឹងអាហ្នឹងហៅសម្ភវេសីដល់ពេលប្រសូតមកអាហ្នឹងហៅភូតតៈសត្វដែលជាអន្តជៈនៅក្នុងសុទ្ធអាហ្នឹងសម្ភវេសីញាស់ចេញមកហៅថាភូតតៈឧបបាទិកៈកំណើតអាហ្នឹងក្នុងគណៈដំបូងហៅសម្ភវេសីគណៈក្រោយមកហៅថាភូតៈឬក៏នៅក្នុងអរិយាប័ត្រដំបូងហៅថាសម្ភវេសីដូរអរិយាប័ត្រហៅថាភូតៈដូច្នេះសម្ភវេសីហ្នឹងគឺបដិសន្ធិហើយណាមិនមែនពលឹងតែតោលទេពាក្យសម្ភវេសីនោះសរុបមកឲ្យងាយយល់ថាក្រៅតែពីព្រះអរហន្តចេញគឺថាយើងទាំងអស់គ្នាហ្នឹងកំពុងស្វែងរកភពហើយដោយអំណាចកម្មជាបច្ច័យហ្នឹងមានតណ្ហាដែលត្រូវការហ្នឹងហើយមួយទៀតព្រះសម្មាសម្ពុទ្ធពុំដែលឲ្យទោសដល់អ្នកណាឬបុគ្គលណាម្នាក់ទេចុះហេតុអ្វីបានជាពេលធ្វើកិច្ចណាមួយលោកអាចារ្យសូត្រពុទ្ធេយោខលតោទោសោហ្នឹងអាហ្នឹងមកពីយើងធ្វើកំហុសខ្លួនយើងសូមទោសព្រះអង្គទៅយើងសូមកម្មាទោសហ្នឹងគឺដើម្បីយើងដាក់ចុះនៅមានះរបស់យើងដាក់មានះណាយើងមានះកុំឲ្យយើងធ្វើខុសតទៀតវាបាបខ្លួនយើងតែយើងសូមកម្មាទោសទៅដល់នៅសេចក្តីសង្រួមទៅបាប
ដែលដូចជាការផ្ទះប្រហែសដែលយើងអង្គុយមុខព្រះអង្គអីពុំសមរម្យនិយាយសើចលេងឬក៏ធ្វើអីមិនស្អាតអីជាងការពាក់ស្បែកជើងយកមកដាក់មុខព្រះអង្គអីក្នុងពហិយអីចឹងទៅឬក៏ផ្សេងទៀតផ្ទះសម្បែងទីកន្លែងអីយើងតាំងពុទ្ធទៅរូបពុទ្ធបរិមាខ្វះការគោរពទទួលទានដំណេកចងេងចងាងអីទាំងអស់ហ្នឹងយើងនឹកឃើញស្គមឆ្គងយើងសូមខមាទោសព្រះអង្គហ្នឹងគឺដើម្បីដល់នៅសេចក្តីសង្រួមខ្លួនយើងតទៅធ្វើកុំឲ្យខុសតទៅទៀតចឹងតើព្រះអង្គមិនយកទោសមិនប្រកាន់ទោសយើងហ្នឹងហើយយើងរឹតតែគោរពរឹតតែខ្លាចព្រះអង្គហ្នឹងទៅទៀតហ្នឹងគឺអញ្ចឹងណាយើងមានពុទ្ធកិរិវតាដែលយើងខ្វះខាតយើងសូមខមាទោសចឹងទៅសូមខមាទោសពធសូមខមាទោសព្រះសង្ឃកូនប្រុសស្រីសូមខមាទោសម៉ែឪពាក្យសម្ដីធ្ងន់ស្រាលធ្លាប់ប្រើធ្លាប់អីគាត់អីចឹងមានម៉ែហុចនេះខ្ញុំបន្តិចមកអីចឹងទៅឪធ្វើអានេះខ្ញុំបន្តិចមកអីចឹងទៅត្រូវសូមខមាទោសថ្វាយបង្គំគាត់ណាតែយើងខ្វះកន្លែងហ្នឹងប្រើម៉ែប្រើឪបាបស្លាប់ទៅកើតទៅជាគោជាកបីជាសេះបំរើគេអាហ្នឹងព្រោះមេដាបិតាជាព្រះអរហន្តរបស់កូនប្រុសស្រីតែអត់បានស្ដាប់អត់ដឹងទេព្រះអរហន្តប្រព្រំបុព្វទេពហើយនឹងបុព្វាចារ្យប្រើមេដាបិតាមានទោសធ្ងន់ណាស់ណាទៅថ្វាយបង្គំគាត់សូមខមាទោសគាត់ដល់នៅសេចក្តីសង្រួមតទៅហើយខំធ្វើបុណ្យជាមួយគាត់តែយើងថ្វាយបង្គំគាត់យើងជូនភេទពងពោះគាត់យើងមានពូជពងពោះអ្វីក៏ដោយឲ្យតែជាសមាធិយល់ត្រូវឲ្យតែមានស្មារតីដើរនៅក្នុងផ្លូវត្រូវប្រឹងប្រែងទៅបងប្អូនកូនចៅយើងអត់មាននៅក្នុងលោកនេះយូរប្រហែលទេយើងនឹងត្រាត់ចាកពីលោកនេះទៅទេឲ្យតែបានសន្សំនៅអ្វីដែលជាឧបនិស្ស័យល្អតទៅនឹងហើយនេះខ្ញុំបាទនាមខិនយឹមជាព្រឹទ្ធាចារ្យនៅវត្តព្រៃតឡាចតំសួរលោកគ្រូណាហ្នឹងហើយមិនសួរអីទេនេះគ្រាន់តែរៀបរាប់ពីមានញាតិញោមក្រីក្រអីចឹងទៅណាព្រឹទ្ធាចារ្យខិនយឹមមិនក្រទេក្រសម្បត្តិប៉ុន្តែមានសទ្ធាហ្នឹងហើយយើងកុំឲ្យផ្ដេកផ្ដួលទៅនឹងរឿងទ្រព្យសម្បត្តិណាយើងមិនមករស់នៅអ៊ូអអីយូរវែងអីទៅទេយើងគិតមើលអ្នកដែលគេងាប់អស់ទៅហើយយើងអត់តន់ងាប់តែក៏មិនគិតផងណាអានេះយើងវាគ្រាន់បើតែអត់តន់បានងាប់ណាវាគេងាប់ទៅផងមិនអត់ដូច្នេះយើងដែលនៅរស់នេះយើងមានភ្នែកយើងមើលបីដកមានតិចស្ដាប់ពធក្រអីទៀតយើងគិតមើលណាមានតែប៉ុណ្ណឹងណាមានសម្បត្តិសម្រាប់ទទួលយកព្រះធម៌ដែលជាបឋមរតនៈយកមកទុកដាក់ក្នុងខ្លួនណាចង់ធ្វើសិទ្ធិបុណ្យក៏បានចង់ធ្វើសិទ្ធិធម៌ក៏បានយើងឲ្យមានស្មារតីអញ្ចឹងឲ្យដឹងថាជីវិតរបស់យើងនេះមិនមែនចិត្តទៅទៀមទាស្អីបានទេបើយើងទៀមទាបានយើងអត់ចាស់យើងអត់ឈឺយើងអត់ស្លាប់ទេប៉ុន្តែយើងមិនទៀមទាអីពេកទេយើងល្មមជាមួយត្រង់ដែលថាឥឡូវថ្ងៃហ្នឹងអត់តងាប់យើងធ្វើថ្ងៃហ្នឹងមួយថ្ងៃឲ្យមានសិលប្រសើរជាងរស់នៅអស់រយនៃឆ្នាំដែលអត់សិលហើយលោភទៅបើថាយប់ហ្នឹងអត់តងាប់ទេស្អែកបានសិលមួយថ្ងៃទៀតកុំទៀមទារស់ច្រើនខ្លាំងនោះវាខកចិត្តណាដល់ពេលថាត្រូវស្លាប់វាសៅមងចិត្តខ្លាំងពេកដល់អញ្ចឹងគឺរើពីអបាយភូមិមិនរួចទេបើយើងមិនព្រមទៅតាមធម្មជាតិដែលចាស់ឈឺស្លាប់នឹងទេវាសៅមងចិត្តអញ្ចឹងយើងមិនបាច់ទៀមទាការរស់យូរពេកទេវាគ្រាន់តែថាធ្វើម៉េចថ្ងៃហ្នឹងមួយថ្ងៃណាដែលយើងមានអត្តភាពនេះយើងប្រើឲ្យបានពេញចិត្តក្នុងទានក្នុងសិលក្នុងសេចក្តីល្អគោរពចាស់ព្រឹទ្ធាចារ្យដឹងគុណមេដាបិតាមកវត្តជួយក្តារក្តែងសពគ្រប់ហើយត្រូវរៀនសិលរក្សាសិល5ហ្នឹងឲ្យជាប់ក្នុងជីវិតមួយថ្ងៃហ្នឹងប្រសើរជាងអស់រយនៃឆ្នាំដែលអត់សិលប៉ុណ្ណឹងទៅហើយបើយើងបានប៉ុណ្ណឹងហើយថ្ងៃមុនក៏យើងមានសិលមកដែរហើយដល់ទៅថាស្អែកអត់តន់ងាប់ទៀតយើងបានមួយថ្ងៃទៀតសំមួយថ្ងៃទៅបានហើយហ្នឹងគឺយើងកុំទៀមទាអីច្រើនព្រោះយើងមិនអាចទៀមទាបានទេយើងគិតថាណែអ្នកងាប់អស់សម្បើមហើយណាអាយុប្រហែលខ្ញុំនេះដឹងតែរឿងសម័យលោកពុទ្ធងាប់ចិត្តអស់ហើយយើងអត់តន់បានងាប់ហើយនៅរស់20-30ឆ្នាំបានមកទៀតណាទៀមទាអីពេកណាប្រើជីវិតនឹងឲ្យមានខ្លឹមសារប្រើជីវិតឲ្យមានខ្លឹមសារទ្រព្យសម្បត្តិមានតិចធ្វើតិចបំតិច
ណា100 500អត់មានលុយយកអស់មកចូលដាំបាយដាំស្លជីស្លឹកគ្រៃបន្លែផ្លែឈើកម្លាំងមកក៏បានចឹងទៅចិត្តបន់នៅលើចិត្តទៅតើទាំងណាហើយកុំបៀតបៀនសត្វកុំបៀតបៀនសត្វណាទៀតណាធ្វើម៉េចឲ្យមានសិលព្រោះយើងវាត្រូវការរស់ប៉ុន្តែយើងត្រូវសម្លាប់សត្វដល់ចឹងទៅយើងសម្លាប់គេដើម្បីយើងរស់យើងវាអត់រស់ដែរគ្រាន់តែថាពេលហ្នឹងយើងបានបរិភោគទទួលទានអីចឹងទៅប៉ុន្តែទីបំផុតយើងត្រូវបរាជ័យព្រោះយើងអត់អាចរស់ដដែលនៅតែងាប់ដដែលហើយងាប់ទៅទាំងអត់សិលអាហ្នឹងប៉ុន្តែបង្ខំមិនបានទេនៅលើសទ្ធាឧបនិស្ស័យនៃមនុស្សយើងម្នាក់បើថាយើងស្រឡាញ់ខ្លួនកុំពួនធ្វើបាបដែលយើងចង់រស់កុំផឹកថ្នាំទឹកហ្នឹងយ៉ាងណាមិញបើយើងខ្លាចទុកគឺដាច់ខាតកុំឲ្យធ្វើបាបហើយបើយើងស្រឡាញ់អរិយទ្រព្យគឺបុណ្យកុសលឲ្យយើងរុងរឿងតទៅព្រោះយើងអត់នៅក្នុងโลกនេះយូរប្រហែលទេផ្លូវដែលមានចោលយើងត្រូវវេងយើងត្រូវកិច្ចផ្លូវរដិតរដប់ដូចផ្លូវដាច់អីយើងកុំទៅយ៉ាងណាមិញបានិបរិវត្តយេអ្នកទាំងឡាយក៏បីវាចាបាបក៏ដូចនោះដែរដូចជានាយពានិកដែលមានទ្រព្យច្រើនមានគ្នាតិចហើយកិច្ចពីផ្លូវដែលមានភ័យណាឬក៏អ្នកដែលស្រឡាញ់ជីវិតហើយវាចានៅការផឹកថ្នាំពឹសដូចនោះដែរត្រូវឲ្យឃើញបាបឃើញសេចក្តីប្រមាទនេះគឺជាបាបជាថ្នាំពឹសជាចោលដែលប្លន់នៅទ្រព្យសម្បត្តិហើយខំស្ដាប់ព្រះធម៌ឲ្យឃើញធម៌ដែលព្រះអង្គសម្ដែងប្រាប់ណាសេចក្តីសុខវានៅត្រង់ដែលថាកាលណាបើឃើញធម៌ជាធម្មៈពិតប្រាកដដែលប្រព្រឹត្តទៅជាធាតុគ្រប់គ្រាន់ដោយខ្លួនឯងកើតឡើងអត់ខ្វះអីទេបើខ្វះគឺអត់កើតទេព្រោះអ្វីសត្វតែកើតពីបច្ច័យគេណាមានបច្ច័យគ្រប់គ្រាន់បានកើតឡើងហើយអត់មានទាមទារអ្វីទាំងអស់គេណាហ្នឹងហើយនឹងឯងដែលជាទុក្ខអរិយសច្ចៈទុក្ខហ្នឹងមិនមែនឈឺមិនមែនលំបាកអីសង្កតទុក្ខសង្ខតទុក្ខអត់ទាមទារឲ្យទុកនឹងទៅជាសុខទេឃើញណាអត់មានទាមទារឲ្យទុកទៅជាសុខទេកំណត់ដឹងទុកនឹងតែប៉ុណ្្នឹងឯងហើយនឹងថាមានយើងផ្សេងពីទុកដើម្បីឲ្យយើងត្រូវការសេចក្តីសុខអីដទៃទៀតឲ្យបានយ៉ាងនេះឲ្យបានយ៉ាងនោះក៏អត់មានយើងដែលនឹងត្រូវបានអ្វីផ្សេងទៀតដូច្នេះការកំណត់ដឹងនៅទុកដោយបញ្ញារមែងជាសុខព្រោះការមិនប្រកាន់នៅទុកនោះឯងសេចក្តីមិនប្រកាន់នេះឯងដែលជាប្រយោជន៍ដ៏ពងពោះបំផុតក្នុងពុទ្ធសាសនាសូមអនុមោទនា